រថយន្តហេផាខាអគ្គិសនីយ៉ាងវ៉ាងយូណាញ់ផ្ទុះពេញប្រព័ន្ធផ្សព្វផ្សាយអ៊ីនធឺណិតក្រោយ ISO Speed ឡើងសាកដោយអ្វីដែលបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងលោក Darren Watkin JO ដែលគ្រប់គ្នាស្គាល់ថា ISO Speed ជាអ្នកផលិតមាតិកានិង streamer ដ៏ល្បីម្នាក់នៅលើពិភពលោកបានឡើងសាករថយន្តអគ្គិសនី BYD យ៉ាងវ៉ាងយូណាញ់ក្នុងកំឡុងពេលធ្វើដំណើរទេសចរនៅប្រទេសចិននៅក្នុងវីដេអូ live stream នោះក្រោយឃើញរថយន្តវ៉ាងយ៉ាងយូណាញ់បើកទ្វារឡើងលើធ្វើឲ្យ ISO Speed ឆ្ងល់ហើយសួរថានេះជារថយន្ត Lamborghini មែនបន្ទាប់ពីឃើញរូបរាងយ៉ាងស្រស់ស្អាតរបស់រថយន្តនេះហើយ ISO Speed ពិតជាចង់ដឹងថាតើខាងក្នុងរថយន្តនេះមានអ្វីពិសេសហើយរថយន្តនេះមានសមត្ថភាពពិសេសអ្វីខ្លះហើយពេលចូលទៅដល់ខាងក្នុងរថយន្តរឿងដែល ISO Speed ធ្វើមុនគេគឺរូបគេបានប្រើប្រាស់ TikTok នៅលើអេក្រង់កំសាន្តសំខាន់អូឃើញវីដេអូខ្លួនឯងក្នុងនឹងទៀតអ្វីដែលកាន់តែពិសេសគឺអ្នករួមដំណើរនៅផ្នែកខាងក្នុងបានបង្ហាញពីសមត្ថភាពពិសេសរបស់រថយន្តនេះដែលអាចបង្វិលខ្លួនបាន360ដឺក្រេដោយខ្លួនឯងធ្វើឲ្យ ISO Speed លាន់មាត់តែម្ដងមិនទាន់អត់ទេយ៉ាងវ៉ាងយូណាញ់ក៏បានបង្ហាញសមត្ថភាពលោតផុតពីដីដោយកង់ទាំង4ជាពិសេសអាចរាំបានងាកទៅឆ្វេងងាកទៅស្ដាំងើបចុះងើបឡើងដោយគ្រាន់តែបញ្ជាតាមទូរស័ព្ទ smartphone មូលហេតុដែលរថយន្តនេះបំពាក់មកជាមួយបច្ចេកវិទ្យាអាចលោតបានបែបនេះគឺដើម្បីផ្ដល់ភាពងាយស្រួលនៅពេលបងប្អូនបើកកាត់ចង្ហុកតូចៗនៅលើផ្លូវឬនៅពេលផ្លូវមានឧបសគ្គដូចជាបន្លានិងរបស់មុតស្រួចដែលអាចធ្វើឲ្យមុតកង់ឡានរថយន្តនេះក៏អាចលោតផុតរំលងឧបសគ្គទាំងនោះបានដែរបន្ទាប់ពីឃើញសមត្ថភាពដ៏អស្ចារ្យរបស់រថយន្តនេះហើយធ្វើឲ្យ ISO Speed ពិតជាចង់ទិញរថយន្តមួយគ្រឿងនេះណាស់សម្រាប់រឿងរ៉ាវរបស់ ISO Speed ជាមួយនឹងរថយន្តយ៉ាងវ៉ាងយូណាញ់គឺមានតែប៉ុណ្្នឹងទេបងប្អូនប៉ុន្តែមុននឹងបញ្ចប់វីដេអូនេះខ្ញុំនឹងធ្វើការ highlight ខ្លះៗទាក់ទងទៅនឹងរថយន្តអគ្គិសនី Hypercar មួយនេះរថយន្តអគ្គិសនីយ៉ាងវ៉ាងយូណាញ់ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន4អាចផលិតកម្លាំងសរុបរហូតដល់1287សេសកម្លាំងរមុះ1680 នយូតុនម៉ែត្រដែលអនុញ្ញាតឲ្យរថយន្តនេះជាន់ស្ទុះពីកុងទ័រ0ដល់កុងទ័រ100ប្រើពេលត្រឹមតែ 2.36 វិនាទីរថយន្តនេះបំពាក់មកជាមួយអាគុយទំហំ80គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ465គីឡូម៉ែត្រគិតតាមស្តង់ដារ CLTC រថយន្តនេះក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនអាចសាកថ្មពី30ទៅ 80% ប្រើពេលត្រឹមតែ10នាទីចំពោះរូបរាងខាងក្រៅរថយន្តវ៉ាងយ៉ាងយូណាញ់មានប្រវែងតួខ្លួនសរុប4966មីលីម៉ែត្រទទឹង2029មីលីម៉ែត្រកម្ពស់1295មីលីម៉ែត្រនិងកម្រិតកង់មុខក្រោយប្រវែង2900មីលីម៉ែត្រ